Real Madrid ឈ្នះការប្រកួត El Clasico លើ Barcelona នៅក្នុងការប្រកួត El Clasico Real Madrid បានយកឈ្នះលើ Barcelona នៅក្នុងលទ្ធផល 2-1 នៅកីឡដ្ឋាន Santiago Bernabeu កាលពីយប់ថ្ងៃទី 26 ខែតុលាឆ្នាំ 2025 នេះជ័យជំនះនេះបានជួយឲ្យ Real Madrid ឡើងទៅឈរនៅកំពូលតារាង La Liga ដោយមានពិន្ទុនាំមុខ Barcelona ដល់ទៅ 5 ពិន្ទុទៀតផងលើសពីនេះវាក៏បានបញ្ចប់នៅកំណត់ត្រាចាញ់ 4 ប្រកួតជាប់ៗគ្នារបស់ Real Madrid នៅក្នុងការជួបគ្នាជាមួយនឹងគូប្រជែងដ៏ធំនេះផងដែរគ្រាប់បាល់ទាំងអស់ត្រូវបានរកឃើញនៅក្នុងតង់ទី 1 ដែលមានការប្រកួតយ៉ាងស្វិតស្វាញនិងលឿនបំផុតកីឡាករ Kylian Mbappé បានបើកការនាំមុខសម្រាប់ Real Madrid បន្ទាប់ពីការបញ្ជូនបាល់ដ៏អស្ចារ្យរបស់ Jude Bellingham នៅនាទីទី 22 ដែលបានទម្លុះខ្សែការពាររបស់ Barcelona ប៉ុន្តែកីឡាករវ័យក្មេង Fermin Lopez បានតាមស្មើឲ្យ Barcelona វិញដោយសុទ្ធបញ្ចូលទីបានយ៉ាងល្អពីការបញ្ជូនបាល់របស់ Marcus Rashford 5 នាទីក្រោយមកគឺនៅនាទី 43Jude Bellingham បានរកគ្រាប់បាល់ទី 2 ឲ្យ Real Madrid ភ្លាមៗដោយបញ្ចប់ទីយ៉ាងងាយស្រួលបន្ទាប់ពី Eder Militao តែតបាល់ពីការបោះរបស់ Vinicius Junior មកឲ្យ Roque មុននឹងមានគ្រាប់បាល់ Real Madrid ត្រូវបាន VAR បដិសេធការពិន័យពេនាល់ទី 1 និងគ្រាប់បាល់មួយគ្រាប់របស់ Mbappé ដោយសារនៅក្នុងទីតាំង Offside នៅក្នុងតង់ទី 2 នាទី 52 Real Madrid ត្រូវបានផ្ដល់សិទ្ធិទាត់បាល់ពិន័យ 11 របស់ Barcelona ត្រូវបានបណ្ដេញចេញពីទីលាននៅនាទីបន្ថែមចុងក្រោយបន្ទាប់ពីបានបង្កកំហុសលើ Aurelien Tchouameni